អូខេគោរពនឹងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់ខ្ញុំនៅពេលយប់ដែលខ្ញុំធ្វើការទៅមើលបកាយរបស់យើងអញ្ចឹងបកាយរបស់យើងប្រហែលជា40បកាយដែលខ្ញុំយកទៅដាក់ប៉ុន្តែពេលដែលដាក់ហ្នឹងគឺខ្ញុំអត់បានថតទេខ្ញុំដាក់ប្រហែលជាម៉ោង3ជាងម៉ោង4ល្ងាចធ្វើការជីកនុយជីកអេគឺយកទៅដាក់នៅតាមក្រោយផ្ទះម្ដងព្រោះលើកមុនដាក់នៅមុខដាក់បានដែរប៉ុន្តែបានទូចឥឡូវនេះមករកຂ្នាតម្ដងអញ្ចឹងនេះយើងបានមកដល់កន្លែងហើយអញ្ចឹងបានមើល2 3បកាយដែរឃើញថាអត់មានត្រីខំទេហើយការដាក់នេះខ្ញុំដាក់នៅក្រោយផ្ទះថ្ងៃមុននៅមុខផ្ទះតាមបន្លាយមុខផ្ទះឥឡូវនេះមកដាក់តាមក្រោយផ្ទះវិញម្ដងបន្ទាប់ពីម្លង2 3បកាយមកយើងឃើញថាអត់មានទេចានេះចូលបកាយទី5ហើយនៅតែអត់ឃើញខំដែរហើយនៅចិត្តគ្នាទេអត់សូវឆ្ងាយគ្នាប្រហែលទេហើយនេះជាបកាយទី6អត់ខំទេប៉ុន្តែដែលឡាយបកាយទី7នេះគឺចូលត្រីដែងមួយបាទត្រីដែងនេះប្រហែលចូលជិត3ខំធំមែនតើធំត្រីដែងនេះត្រីដែងទុនថៃដែងរឹងច្រឡំទឹកវារៀងថ្លាដល់ពេលចឹងទៅថៃវារៀងសមើលវាធំមែនតើហើយធាត់ថៃនេះគឺត្រឹសហើយធាត់មែនតើចឹងអាចមើលបាននេះគឺជាត្រីអត់ដូចនៅមុខទេនៅមុខត្រីទូចមែនតើហើយមកក្រោយគឺត្រីសុទ្ធតែខ្នាតប៉ុន្តែដោយសារអត់ហ៊ាននៅយូរព្រោះយប់ហើយរៀងស្ងាត់ខ្ញុំដាក់ប្រហែលជាអត់ដល់1ម៉ោងស្រួលបួលទេខ្ញុំទៅមើលឥឡូវចូលទៅមើលបកាយផ្សេងកន្លែងនេះមួយវាទាញចូលទៅក្នុងព្រៃបាត់ទៅហើយ2ទៀតគឺអត់ស៊ីទេកន្លែងនេះខ្ញុំគុំចាំមើលលើក្រោយមានគ្នាទៅនៅរៀងយប់បន្តិចព្រោះពេលហ្នឹងនៅថៃកំពុងតែខំច្រើនដែរប៉ុន្តែគាត់ថាស្ងាត់មែនតើវារៀងឆ្ងាយពីផ្ទះដែរអញ្ចឹងឃើញតែសភាពរៀងស្ងាត់ក៏ពេលដែលមើលសទូចអស់ទៅក៏រៀបចំសទូចមកផ្ទះហើយកន្លែងនេះគឺចូលមួយទៀតថៃរ៉ោះនេះយប់នេះថៃមួយនេះគឺធំជាងគេតែនេះចូលប្រហែលជា2 3ខំដែរធំវាគ្រាន់ជាងនៅខាងមុខផ្ទះឆ្ងាយបាទហ្នឹងហើយថៃនេះធំដែរឥឡូវនេះចូលមកបកាយផ្សេងទៀតត្រីក្រាញ់ទាញចូលគុំស្រូវត្រីក្រាញ់នេះធំមែនតើធំជាងនៅមុខឆ្ងាយប្រហែលជា3ធ្នាប់ដៃត្រីក្រាញ់នេះធំហ្នឹងហើយចឹងចាំមើលសកម្មភាពសទូចផ្សេងទៀតចឹងនេះគឺជាសទូចមួយទៀតត្រីរ៉ោះទៀតហើយចឹងយប់នេះចូលត្រីរ៉ោះច្រើនដែរប្រហែលជា7 8ក្បាលហើយត្រីដែងប្រហែលជា2ក្បាលហ្នឹងហើយត្រីវាមិនសូវជាធំណាស់ណាប៉ុន្តែគាត់ថាត្រីនេះគឺជាប្រភេទត្រីធម្មជាតិអត់មានជាតិគីមីទេហើយក៏មិនមែនជាត្រីផ្សារដែលទិញយកមកដោតហើយថតយក view ទេបាទហើយនេះទៅតែឯងស្ងាត់មែនតើមើលត្រីបដាមើលលើមើលក្រោមមើលឆ្វេងមើលស្ដាំបដាចូលភាគច្រើនត្រីទូត្រីទូចូលច្រើនត្រីក្រាញ់បាន1ត្រីដែង2ហើយត្រីទូប្រហែលជា6 7ក្បាលដែរកន្លែងនេះត្រីទូទៀតហើយត្រីទូចវាមិនសូវជាធំប្រហែលទេដូចនឹងនិយាយចឹងហើយដូចខ្ញុំនិយាយចឹងកន្លែងនេះគឺខ្ញុំគុំទុកចាំមើលអាចថាថ្ងៃណាថ្ងៃសម្រាប់អីខ្ញុំបបួលបងថ្លៃខ្ញុំអីបបួលគ្នាទៅដាក់បកាយនៅនោះដាក់លើកនេះខ្ញុំដាក់ប្រហែលជា40បកាយទេអត់ដល់50ទេហើយលើកក្រោយខ្ញុំអាចនឹងដាក់ចូលដល់100បកាយឬក៏150បកាយអីដូចនិយាយអញ្ចឹងយើងគុំទុកអញ្ចឹង
từ lực còiនេះគឺយើងសង្ឃឹមថាវាចូលគីឡូច្រើនហើយកន្លែងនេះគឺជាត្រីចុងក្រោយរបស់យើងត្រីរស់យើងត្រឹសដែរចឹងដូចដែលបានឃើញអញ្ចឹងមានសទូចមានទ្រុងអីយើងប្រមូលសទូចរៀបចំសទូចហើយដើរត្រឡប់មកផ្ទះវិញចឹងនេះគឺជាសទូចរបស់យើងប្រហែលជា40សទូចហើយឥឡូវនេះយើងកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញចឹងចាំមើលលទ្ធផលសរុបពេលដែលទៅដល់ផ្ទះហ្នឹងហើយចឹងពេលដែលខ្ញុំបញ្ចូលសលេងនេះខ្ញុំរៀងផ្ដាសាយព្រោះត្រូវទឹកភ្លៀងចឹងនេះគឺជាលទ្ធផលរបស់យើងបានប្រហែលជា6 7ក្បាលហ្នឹងបានប៉ុណ្ណឹងហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ចឹង